7. ការដួលរលំសហភាពសូវៀតក្រោយពេលឡើងកាន់អំណាចគ្រុតឈើបានប្រកាសថាលោកនឹងមិនអនុញ្ញាតឲ្យមានអន្តរាគមន៍ខាងវិស័យយោធាទៀតឡើយសម្ដីនេះបានដាស់ស្មារតីដល់ប្រទេសដែលនៅក្រោមរបបសហភាពសូវៀតក្រោយសង្គ្រាមលោកលើកទី 2 ដែលមានគំនិតដើរតាមលទ្ធិប្រជាធិបតេយ្យតាមបែបអឺរ៉ុបខាងលិចប្រកាសជាប្រទេសឯករាជ្យបន្តបន្ទាប់គ្នាដូចជាអាល្លឺម៉ង់ខាងកើតឆេកូស្លូវ៉ាគីហុងគ្រីប៊ុលហ្គារីប៉ូឡូញជាដើមចំណែកឯប្រទេសអាល្លឺម៉ង់ដែលចែកខណ្ឌដោយជញ្ជាំងបេកឡាំងត្រូវរួមគ្នាជាអាល្លឺម៉ង់តែមួយនៅថ្ងៃទី 3 ខែតុលាឆ្នាំ 1990 ទ័ពក្រហមដែលដាក់ពង្រាយនៅអឺរ៉ុបខាងកើតត្រូវដកចេញចាប់ពីឆ្នាំ 1991 ដល់ 1994 ពីព្រោះបក្សសម្ព័ន្ធវ៉ាស៊ូវីជាបន្ទុកដ៏ធ្ងន់ធ្ងរដល់សូវៀតនៅថ្ងៃទី 28 ខែមិថុនាឆ្នាំ 1991 អង្គការពាណិជ្ជកម្មកូមីកុងត្រូវបានបញ្ចប់និងអង្គការសម្ព័ន្ធភាពវ៉ាស៊ូវីត្រូវអស់ប្រសិទ្ធភាពចាប់ពីថ្ងៃទី 1 ខែកក្កដាឆ្នាំ 1991 អត្ថន័យនៃការបង្ហូរឈាមនៃកងទ័ពក្រហមចំនួន 35 លាននាក់ត្រូវរំដោះអឺរ៉ុបខាងកើតនៅសម័យសង្គ្រាមលោកលើកទី 2 ឲ្យផុតពីក្រញាំពួកណាស៊ីអ៊ីតាលីត្រូវបានបញ្ចប់នៅក្នុងសហភាពសូវៀតរដ្ឋដែលនៅតាមមាត់សមុទ្របាល់ទិកបានទទួលឯករាជ្យជាបន្តបន្ទាប់ដោយពុំមានការបង្ហូរឈាមរដ្ឋមួយចំនួននៅអាស៊ីកណ្ដាលក៏ដណ្ដើមឯករាជ្យហើយផ្ដាច់ចេញពីសូវៀតចំណែករដ្ឋរុស្ស៊ីវិញក្លាយជារដ្ឋឯករាជ្យដោយមានប្រធានាធិបតីដំបូងគឺលោក Boris Yeltsin បន្ទាប់មកប្រទេសរុស្ស៊ីក៏បញ្ចូលទៅក្នុងសហព័ន្ធមួយទៀតជាមួយនឹងអ៊ុយក្រែន បេឡារុសនិងរដ្ឋឯករាជ្យមួយចំនួនទៀតហៅថាសហព័ន្ធរុស្ស៊ីឬហៅសមាគមនៃរដ្ឋឯករាជ្យការបង្កើតសហព័ន្ធរុស្ស៊ីធ្វើឲ្យលោកគ្រុតឈើដែលជាប្រធានាធិបតីនៃសហភាពសូវៀតត្រូវអស់តួនាទីនៅថ្ងៃទី 25 ខែធ្នូឆ្នាំ 1991